សប្បុរសជនអាមេរិកតាមរយៈអង្គការមូលនិធិ Zakat អាមេរិកបន្តគាំទ្រគម្រោងគោគូរ៉ូប៉ានដល់សហគមន៍ខ្មែរអ៊ីស្លាមនៅកម្ពុជាក្នុងឱកាសបុណ្យអ៊ីដុលអាដហាឬបុណ្យហាជីឆ្នាំ2026នេះសប្បុរសជននៅសហរដ្ឋអាមេរិកតាមរយៈអង្គការមូលនិធិ Zakat អាមេរិក Zakat Foundation of America បានបន្តផ្ដល់ការគាំទ្រដល់គម្រោងមនុស្សធម៌គោគូរ៉ូប៉ាននៅកម្ពុជាដើម្បីចែករំលែកសេចក្តីរីករាយនិងជួយសម្រាលការលំបាកជីវភាពរបស់បងប្អូនខ្មែរអ៊ីស្លាមដែលមានជីវភាពខ្វះខាតគម្រោងនេះត្រូវបានអនុវត្តតាមរយៈមជ្ឈមណ្ឌលព័ត៌មានមូស្លីមកម្ពុជាដោយសហការជាមួយអាជ្ញាធរមូលដ្ឋានគណៈកម្មការម៉ាស្ជីតនិងថ្នាក់ដឹកនាំសហគមន៍ដើម្បីធានាថាការចែកសាច់គូរ៉ូប៉ាននេះប្រព្រឹត្តទៅដោយរលូនត្រឹមត្រូវនិងឈានដល់ដៃអ្នកដែលត្រូវការជាក់ស្ដែងក្នុងពិធីសម្លេះនិងចែកសាច់គោជូនប្រជាពលរដ្ឋភូមិបេងនិងគៀបឃុំកញ្ជរស្រុកកណ្ដៀងនៅខេត្តពោធិ៍សាត់បងប្អូនខ្មែរអ៊ីស្លាមជាច្រើនគ្រួសារបានមកទទួលសាច់គោប៉ានីដោយក្តីរីករាយនិងសេចក្តីថ្លែងអំណរគុណចំពោះម្ចាស់ជំនួយដែលបានចែករំលែកក្តីស្រឡាញ់និងការយកចិត្តទុកដាក់ចំពោះសហគមន៍នៅកម្ពុជាមានប្រសាសន៍ក្នុងឱកាសនោះឯកឧត្តមស្លេះណាស៊ីទីប្រឹក្សាក្រសួងព័ត៌មាននិងជាប្រធានមជ្ឈមណ្ឌលព័ត៌មានមូស្លីមកម្ពុជាបានលើកឡើងថាគម្រោងគោគូរ៉ូប៉ាននេះមិនត្រឹមតែជាការចែកសាច់អាហារប៉ុណ្ណោះទេប៉ុន្តែជាការបង្ហាញពីស្មារតីមនុស្សធម៌ក្តីមេត្តាករុណានិងភាពជាបងប្អូនរវាងមូស្លីមជុំវិញពិភពលោកជាពិសេសការចែករំលែកទៅកាន់អ្នកដែលមានជីវភាពខ្វះខាតឯកឧត្តមបានបញ្ជាក់ថាមជ្ឈមណ្ឌលព័ត៌មានមូស្លីមកម្ពុជានិងអង្គការមូលនិធិ Zakat អាមេរិក Zakat Foundation of America បានសហការគ្នាអនុវត្តគម្រោងសប្បុរសធម៌ជាច្រើននៅកម្ពុជាក្នុងនោះរួមមានគម្រោងគោគូរ៉ូប៉ានការចែកស្បៀងអាហារខែរ៉ាម៉ាឌិនកសាងវិហារសាលារៀននិងគម្រោងមនុស្សធម៌ផ្សេងៗដែលបានបន្តអស់រយៈពេលជាច្រើនឆ្នាំកន្លងមកឯកឧត្តមស្លេះណាស៊ីបានសម្ដែងនូវសេចក្តីអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសប្បុរសជននិងអង្គការ Zakat Foundation of America ដែលបានបន្តផ្ដល់ការគាំទ្រដល់សហគមន៍ខ្មែរអ៊ីស្លាមនៅកម្ពុជាដោយចាត់ទុកថាការជួយគ្នាក្នុងគ្រាលំបាកនិងការចែករំលែកធនធានគឺជាតម្លៃដ៏ប្រពៃរបស់មនុស្សជាតិនិងស្របតាមគោលការណ៍មនុស្សធម៌នៃសាសនាអ៊ីស្លាមឯកឧត្តមក៏បានអំពាវនាវឲ្យបងប្អូនអ្នកទទួលអំណោយបន្តថែរក្សាសាមគ្គីភាពអត់ធ្មត់និងការជួយគ្នាទៅវិញទៅមកក្នុងសហគមន៍ខណៈដែលការរួបរวมនិងការគាំទ្រគ្នាគឺជាមូលដ្ឋានសំខាន់សម្រាប់ការអភិវឌ្ឍសង្គមនិងការរស់នៅប្រកបដោយសុខដុមរមនាបងប្អូនប្រជាពលរដ្ឋដែលបានទទួលសាច់គោគូប៉ានបានបង្ហាញក្តីសប្បាយរីករាយនិងថ្លែងអំណរគុណចំពោះម្ចាស់ជំនួយដោយចាត់ទុកថាការឧបត្ថម្ភនេះមិនត្រឹមជួយផ្នែកជីវភាពប៉ុណ្ណោះទេប៉ុន្តែថែមទាំងផ្ដល់កម្លាំងចិត្តនិងធ្វើឲ្យពួកគេមានអារម្មណ៍ថាមិនត្រូវបានបំភ្លេចពីសង្គមនិងបងប្អូនមូស្លីមនៅជុំវិញពិភពលោកឡើយចង់ឲ្យអាហារមានរសជាតិឆ្ងាញ់និងគ្រួសារមានសុភមង្គលត្រូវជ្រើសរើសប៊ីចេងសញ្ញាចុងភៅកាន់វែកប៊ីចេងសញ្ញាចុងភៅកាន់វែកគឺជាជម្រើសដ៏ល្អសម្រាប់ស្ត្រីមេផ្ទះគ្រប់រូបទំនាក់ទំនងជាវតាមរយៈលេខទូរស័ព្ទ097 51 94 924និង092 78 56 85